ព្រះគម្ពីរមីកាបានធ្វើជាហោរានៅក្នុងរជ្ជកាលរបស់ស្ដេចយោថាម អាហាស និងហេសេគៀ នៅក្នុងអំឡុងសម័យកាលប្រហាក់ប្រហែលនឹងហោរាអេសាយ ហោរាមីកាបាននិយាយអំពីប្រជាជនព្រមទាំងមេដឹកនាំនៃក្រុងសាម៉ារី រាជធានីនៃនគរអ៊ីស្រាអែល និងក្រុងយេរូសាឡឹម រាជធានីនៃនគរយូដាដោយសារការថ្វាយបង្គំរូបព្រះ ការប្រព្រឹត្តអំពើអយុត្តិធម៌ និងការលោភលន់របស់ពួកគេក្រុងទាំងពីរនេះត្រូវវិនាសអន្តរាយ គឺក្រុងសាម៉ារីនឹងត្រូវសាសអាសឺមកបំផ្លាញ រីឯក្រុងយេរូសាឡឹមនឹងត្រូវសាសបាប៊ីឡូនមកបំផ្លាញ ប៉ុន្តែនៅក្រុងមួយទៀតដែលហៅថាបេតលេហឹម ព្រះមេស៊ីនឹងប្រសូត ហើយទ្រង់នឹងសោយរាជ្យនៅក្រុងស៊ីយ៉ូនលើរាជរបស់ទ្រង់ដែលនៅសេសសល់ទ្រង់នឹងវាយគំទេចសាសអាសឺ ហើយនាំមកនៅសន្តិភាពដល់អ៊ីស្រាអែលវិញ នៅថ្ងៃនោះរាជដែលនៅសេសសល់ទាំងប៉ុន្មាននឹងនាំគ្នានិយាយថា តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ មីកាជំពូក 7 ខ 18